Bonjour et bienvenue dans Français Zéro Stress. Apprends qu'un moment, comprends facilement. សូមគោរពស្វាគមន៍សាជាថ្មីបងប្អូនទាំងអស់គ្នាមកកាន់ Français Zero Stress សូមអធិស្ឋានដែលយើងអាក់ខានរយៈដោយសារតែរយៈនេះក្រុមការងារយើងគឺរវល់ខ្លាំងមែនទែនបាទអញ្ចឹងយើងមកមើលមេរៀនទី3ទាំងអស់គ្នាថ្ងៃនេះគឺយើងនឹងសិក្សាអំពី les pronoms personnels sujets អ្វីទៅថា pronom personnel sujet pronom personnel sujet ដូចជាភាសាដទៃទៀតដែរដូចជាអង់គ្លេសដូចជាភាសាខ្មែរដូចគ្នាគឺជាសព្វនាមប្រធានណាក៏ឬក៏យើងអាចហៅភាសាសាមញ្ញថា sujet តែមួយម៉ាត់ក៏បានដែរបាទអញ្ចឹងនៅក្នុងមេរៀននេះអ្នកទាំងអស់គ្នានឹងសិក្សាអំពីការប្រើប្រាស់ pronom personnel sujet en français ជាភាសាបារាំងឲ្យបានត្រឹមត្រូវណា Bon je vous laisse observer ce tableau ខ្ញុំសូមឲ្យអ្នកនេះពិនិត្យមើល tableau នឹងទាំងអស់គ្នាតើអ្នកទាំងអស់គ្នាសង្កេតឃើញអ្វីបាទអូខេគឺនៅក្នុងឧទាហរណ៍យើងសង្កេតឃើញថាយើងមាន clear ជាច្រើនទៅសេជាមួយពាក្យផ្ដើម clear ហ្នឹងគឺនៅខាងមុខហ្នឹងមានពាក្យខុសៗគ្នាមានអីខ្លះ je tu il elle nous vous ហើយនឹង il elle ដែលមាន s នៅខាងក្រោយអូខេអ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាអាចមើលឃើញខ្លួនឯងអាចឆ្លើយបានដោយខ្លួនឯងថាពាក្យ je tu il elle nous vous il elle ហ្នឹងគឺជា pronom personnel sujet ជាភាសាបារាំងd'accord បាទហើយវាបែងចែកជា je យើងហៅថា première personne singulier បរោះទី1ឯកវចនៈជាភាសាខ្មែរ tu deuxième personne singulier បរោះសំទោបរោះទី2ឯកវចនៈ il elle on គឺ troisième personne singulier ហើយ nous première personne pluriel បរោះទី1ដែរប៉ុន្តែពហុវចនៈvous deuxième personne pluriel បរោះទី2ពហុវចនៈហើយនឹង il elle ដែលមាន s ខុសពី il elle ខាងលើមកគឺ troisième personne pluriel ណាក៏ពហុវចនៈអញ្ចឹងដូចភាសាខ្មែរដែរវាមាន je ដែលយើងបកថាខ្ញុំ tu បកថាអ្នកឬក៏ឯងភាសាអង់គ្លេសថា you ណាបាទហើយយើងមាន il elle on il ស្មើនឹងគាត់ជាមនុស្សប្រុស elle ស្មើនឹងនាងឬគាត់ជាមនុស្សស្រីon ទីទៀតអ្នកនរគ្នានឹងឃើញហើយបន្តមកទៀតយើងមាន nous បកថាពួកយើងអូខេពួកយើង nous aimons le chocolat ពួកយើងចូលចិត្ត chocolat nous sommes cambodgiens ពួកយើងគឺជាជនជាតិខ្មែរអូខេដែលឡែក vous អាចបកបាន2ណាន័យទី1គឺន័យ politesse គួរសមបានន័យថាវាមានភាពស្មើជាមួយនឹង tu បកមកស្មើជាមួយនឹង tu ប៉ុន្តែយើងប្រើវាជា vous voyez យើងប្រើវាជាការគោរពទៅនរណាម្នាក់ឬក៏យើងប្រើប្រតិកម្មម្នាក់ដែលមានវ័យចាស់ជាងយើងអត់ធ្លាប់ស្គាល់គាត់ពីមុនប្រើទៅកាន់គ្រូបង្រៀនសាស្ត្រាចារ្យឬមួយក៏នាយកឬមួយក៏ប្រធានរបស់យើងអីចឹងទៅណាចវាយរបស់យើងអីចឹងទៅយើងប្រើ vous ជាឯកវចនៈន័យមួយទៀតគឺមនុស្សម្នាក់និយាយទៅកាន់មនុស្សច្រើនពហុវចនៈអូខេដូចខ្ញុំជាគ្រូបង្រៀនខ្ញុំនិយាយទៅកាន់សិស្សខ្ញុំ30 40នាក់ខ្ញុំអាចប្រើ tu បានទេអត់ដឹងថាខ្ញុំនិយាយទៅកាន់នរណាគេម្នាក់អីអញ្ចឹងខ្ញុំប្រើ vous បានថាអ្នកទាំងអស់គ្នាអូខេបាទមនុស្សម្នាក់និយាយទៅកាន់មនុស្សច្រើនអ្នកតមកទៀតគឺ il elle ស្មើនឹង il elle ខាងលើដែរតែមាន s វាជាពហុវចនៈហើយមែនទេឧទាហរណ៍ elle regarde un film d'accordអូខេយើងទៅមុខទៀតអ្នកទាំងអស់គ្នា Qu'est-ce que vous remarquez អ្នកទាំងអស់គ្នាសង្កេត clear ទាំង4ខាងក្រោមនេះ nous parlons français vous parlez français il parle français elle parle français តើអ្នកទាំងអស់គ្នាសង្កេតឃើញអ្វីបាទឆ្លើយយ៉ាងសាមញ្ញបំផុតគឺ clear ភាសាបារាំងកើតចេញពីធាតុ3ទី1ដូចភាសាខ្មែរដែរប្រធានឬសព្វនាមប្រធានកិរិយាសព្ទហើយនឹង complement គឺកម្មបទ sujet verb complement កម្មបទនេះវាអាចមាន COD COE complement de lieu ណាមានកម្មបទផ្ទាល់កម្មបទផ្ទាល់ COD ហ្នឹងគឺ complement d'objet direct COE complement d'objet indirect កម្មបទផ្ទាល់កម្មបទមិនផ្ទាល់ហើយកម្មបទទីកន្លែងផ្សេងទៀតតែអាហ្នឹងចាំចូលមេរៀនឆៅតិចណោះចាំចេះអូខេបាទចឹងអ្នកនរគ្នាអ្វីដែលត្រូវកត់ទុកនៅក្នុងដួងចិត្តនៅពេលនេះគឺ
ត្រឹមថាដើម្បីទៅសេឃ្លាមួយជាភាសាបារាំងបានអ្នកនរគ្នាត្រូវមាន sujet បុកកិរិយាសព្ទហើយកិរិយាសព្ទត្រូវបំបែកប្រែប្រួលទៅតាមប្រធានហើយនឹងមានកម្មបត្តិហើយអ្នកនរគ្នាខណ្ឌមកចប់ហើយណាខណ្ឌជាភាសាខ្មែរឬក៏ពងជាភាសាបារាំងណាអូខេតោះឥឡូវមកមើលឲ្យច្បាស់ទៀតដូចខ្ញុំនិយាយមុននឹងអញ្ចឹង En français, le verbe change. En effet, le verbe doit s'adapter au sujet qui fait l'action. Je, tu, il, nous, vous, il. Nah? Au temps présent, passé, futur. ភាសាបារាំងកិរិយាសព្ទហ្នឹងគឺត្រូវផ្លាស់ប្ដូរទៅតាមប្រធានរបស់វាឬក៏យើងនិយាយជាភាសាសាមញ្ញដែលយើងនិយាយរត់មាត់គ្រប់គ្នាហ្នឹងថាកិរិយាសព្ទហ្នឹងវាប្រែប្រួលទៅតាមណាឬគឺយើងហៅថាបំបែកកិរិយាសព្ទសំទោសយើងជាប់មាត់បន្តិចការបំបែកកិរិយាសព្ទតោះណាបាទការបំបែកកិរិយាសព្ទ la conjugaison du verbe បាទដោយភាសាខ្មែរយើងបើថាខ្ញុំដើរខ្ញុំដើរឯងដើរអ្នកដើរពួកគេដើរខ្ញុំរត់ឯងរត់ពួកគេរត់ពួកយើងរត់ទាំងអស់អត់មានបំបែកកិរិយាសព្ទទេមែនទេកិរិយាសព្ទអត់ប្រែប្រួលទេប៉ុន្តែភាសាបារាំងកិរិយាសព្ទហ្នឹងត្រូវប្រែប្រួលទៅតាមនាមរបស់វាទៅតាមប្រធានរបស់វាណាបាទទៅតាមប្រធានរបស់វាអូខេអ្នកនរនឹងឃើញពេលដែលខ្ញុំបរៀនការបំបែកកិរិយាសព្ទក្រុមទី1អីទៅអ្នកនរគ្នានឹងឃើញហើយនៅខាងមុខហើយពេលខ្លះយើងទៅសេជាទម្រង់ présent យើងបំបែកផ្សេងសេជា passé composé យើងបំបែកផ្សេងជាអនាគតកាល future យើងបំបែកផ្សេងតោះនេះអ្នកនរគ្នាបាទហើយកន្លែងនេះគេថា attention សូមប្រុងប្រយ័ត្ន au pronom personnel je ណាប្រយ័ត្នជាមួយប្រធាន je ណាប្រយ័ត្នថាម៉េចគឺ je devant une voyelle ou un h muet je devient j apostrophe ប្រធាន je ត្រូវចាំថានៅមុខកិរិយាសព្ទធម្មតាគឺអត់អីទេយើងប្រើ je អញ្ចឹងប៉ុន្តែនៅមុខកិរិយាសព្ទដែលចាប់ផ្ដើមដោយស្រៈដូចជា verbe aimer ហើយចាប់ផ្ដើមដោយអក្សរ h មួយ a h ko ដែលមិនបញ្ចេញសំឡេងដូចជា verbe habiter យើងអត់ប្រើ je aime je habiter ណាកូនសិស្សភាគច្រើនច្រឡំអញ្ចឹងយើងប្រើថា j'aime ឬក៏ j'habite ដូចទៅជា j apostrophe ចាំណាកូនសិស្សដែលរៀនមួយខ្ញុំភាគច្រើនពីដំបូងឡើយទោះបីជាប្រាប់គាត់មិនគាត់នៅតែភ្លេចទៅ je aime je habite ឬក៏ je habite នៅតែអញ្ចឹងបាទអញ្ចឹងសូមចាំណាសូមចាំកន្លែងហ្នឹងសំខាន់ណាវាបន្តិចហ្នឹងបង្ហាញឲ្យយើងគេឃើញថាតើយើងបានរៀនភាសាបារាំងត្រឹមត្រូវឬទេពីដំបូងឡើយអូខេអ្នកនរគ្នាបាទចេះក្បួនខ្នាតគ្រឹះដំបូងច្បាស់លាស់អត់អូខេកុំឲ្យខាតពេលយូរអ្នកទាំងអស់គ្នាមកបំពេញជាមួយនឹងលំហាត់មួយនេះបើ je ឬក៏ j apostrophe កុបពេមួយទៅពោស្វាមួយទៅឆ្លើយហើយបន្តមកខ្ញុំនឹងឲ្យចម្លើយនេះជាចម្លើយ je parle français j'aime le chocolat je regarde un film j'écoute de la musique je suis en vacances អូខេបាទខ្ញុំបញ្យល់មិញហើយអញ្ចឹងសូមតែយល់ណាឥឡូវយើងមកមើលចំណុចមួយទៀត il ហើយនឹង elle គឺជា pronom personnel sujet pluriel ពហុវចនៈយើងប្រើវាដើម្បីនិយាយអំពីមនុស្សច្រើនសត្វច្រើនឬក៏របស់ច្រើន il ប្រើជាមួយ masculine ឬក៏ group mix នៅពេលមានបុរសច្រើនយើងប្រើ ils ណាហើយបើនៅក្នុងហ្នឹងសិស្សច្រើនភាគច្រើនគាត់ឆ្ងល់ថាចុះបើមានស្រីមានប្រុសចូលគ្នាបើមានស្រីមានប្រុសចូលគ្នា group mix អាហ្នឹងចូលក្នុងលក្ខខណ្ឌ il ដដែលយើងប្រើ il ជាមួយ s ដដែលខ្លះគាត់ថាគាត់គិតលេងគាត់ថាអីចុះបើស្រី9នាក់ប្រុសម្នាក់អញ្ចឹងតើយើងប្រើ l ក៏ il បើស្រីច្រើនជាងអត់ទេទោះជាស្រីប្រហែលអ្នកក៏ដោយក៏យើងប្រើ il ជាមួយ s នឹងដែរបងប្អូនគ្នាអូខេមើលឧទាហរណ៍បុរសដូចគ្នានេះ Paul et Marc sont sympas អញ្ចឹងអា Paul et Marc ហ្នឹងយើងអាចប្រើជំនួសឈ្មោះមនុស្សហ្នឹងពេលដែលយើងទៅសេនៅក្នុង clear យើងអាចជំនួសដោយ il ជាមួយ s ils sont sympas ឃើញ verb add ទេអ្នកនរ sont ហ្នឹងគឺ verb add ទៅណាវាប្រែប្រួលទៅជា il ជាមួយជា ils sont បាទ
Paul A Mark 238នៅក្នុងលំហាត់ក៏អញ្ចឹងដែរកូនសិស្សភាគច្រើន Paul A Mark ឲ្យតែមានឈ្មោះមនុស្សមកចាប់ដើមលេឡាស់អត់ដឹងថាប្រើមិនប្រើប្រធានអីត្រូវឥឡូវសង្កេតមើលណាឥឡូវករណីមួយទៀត un garçon plus une fille Luc ប្រុស et Claire ស្រី vont à l'école អញ្ចឹងដូចខ្ញុំបញ្យល់ពីលើមិញហើយគឺយើងប្រើ ils vont à l'école ពួកវត្ថុឬក៏សត្វ les chiens à boire ណាបាទយើងប្រើ les ដូចគ្នា les chiens à boire យើងប្រើសំទោយើងប្រើ ils à boire ណាក៏ ils à boire បាទអូខេចំណុចកន្លែង L ចុះពេលណាយើងប្រើ ls ទៅmonsieur ពេលណាបាទគឺ féminin uniquement នៅពេលដែលវត្ថុសត្វមនុស្សសត្វរុក្ខជាតិទាំងអស់ហ្នឹងដែលយើងចង់បង្ហាញវត្ថុអីហ្នឹងគឺវា féminin ស្ត្រីសុទ្ធនៅក្នុងឃ្លាមួយឧទាហរណ៍មើលឧទាហរណ៍ទី1 Marie et Sophie ណាស្រីទាំងពីរឃើញទេ Elle travaille ici វត្ថុជា féminin ព្រោះអីយើងដឹងនាមភាសាបារាំងមានបែងចែក masculin et féminin អញ្ចឹង voiture គឺនាម féminin ដល់ពេលយើងប្រើជា pluriel les voitures អញ្ចឹងវាស្មើនឹង elles យើងអាចជំនួសដល់ elles បាន elles sont rouges ណាក៏ elles sont rouges បងបាទសត្វដូចគ្នាយើងជំនួសដល់ elles បានដូចគ្នាតោះមុននឹងបញ្ចប់គឺយើងមានកន្លែងនេះគ្រាន់តែអ្នកនេះមើលឡើងវិញទៅនឹងអ្វីដែលយើងបញ្យល់មុនហ្នឹងគឺ il masculin ឬក៏ masculin បូក féminin យើងប្រើវាក្នុងណាប្រសិទ្ធភេទប្រសិទ្ធឬក៏ភេទប្រុសបូកភេទស្រី elle យើងប្រើជាមួយតែនាមហ្នឹងគឺស្រីសុទ្ធទេតោះនេះមិនថាមនុស្សរុក្ខជាតិសត្វឬក៏វត្ថុទេតោះនេះយើងប្រើតាមភេទរបស់វាអញ្ចឹងទៅបាទចំណុចចុងក្រោយដែលខ្ញុំនឹងបញ្យល់គឺ pronom on យើងនឹងសេថា on យើងអានថា on peut signifier différentes choses on បកបានពីរទី1គឺ une personne inconnue មនុស្សដែលយើងអត់ស្គាល់ on frappe à la porte on frappe à la porte ណាគេគោះទ្វារបកខ្មែរគេគោះទ្វារយើងអត់ដឹងថាណាគេយល់ទេវានៅក្នុងផ្ទះហ្នឹងមែនទេបើឡាណាហើយមួយទៀតខ្ញុំបន្ថែមឲ្យមួយទៀត en France on parle français នៅប្រទេសបារាំងយើងនិយាយភាសាបារាំងតែយើងដឹងថាគេយើងស្គាល់អត់ស្គាល់ទេដឹងថាអង្គជនជាតិទាំងអស់ហ្នឹងគឺមនុស្សទាំងអស់គាត់និយាយបារាំងបាទហើយមួយទៀតអង្គអាចស្មើនឹង nous ជាភាសានិយាយពេលដែលនិយាយណាគេខ្ជិលប្រើ nous ទៅវាបែកច្រើនដូចថា nous dong song nous pak long បើ verb deuxième groupe អីវាវែងណាបាទverb deuxième groupe អី nous connaissons អីចឹងទៅវាវែងបាទអញ្ចឹងគេគេបន្ថយវាមកបន្តិចគេនិយាយកាត់គេប្រើអង្គទៅដោយសារអង្គវាមិនបែកស្មើនឹង il elle ណាជាពិសេស verb deuxième groupe troisième groupe ហ្នឹងបែកអង្គគឺវែងណាអ្នកគ្នាបាទអូខេមើលឧទាហរណ៍ on va au cinéma ce soir ស្មើនឹង nous allons au cinéma ce soir អូខេបាទចឹងកន្លែងនេះអ្នកទាំងអស់គ្នាត្រូវមើលវាទុកណាដល់ខ្លួនឯងខ្ញុំមិនបញ្យល់ឡើងវិញទេព្រោះខ្ញុំបញ្យល់មកច្រើនហើយឥឡូវវីដេអូយើងចូលដល់រយៈពេលដូចជា14នាទីហើយខ្ញុំបញ្ចប់ត្រឹមនេះដោយសារតែខ្ញុំអត់ចង់ឲ្យវែងពេកបាទខ្លីៗល្មមអ្នកទាំងអស់គ្នាបានរៀនហើយក៏បញ្យល់បានបោះក្បាយល្មមដែរអញ្ចឹងមេរៀនទី3របស់យើងសិនមកថាចប់ត្រឹមប៉ុណ្នេះបាទអរគុណនៅភក្ដីភាពរបស់អ្នកទាំងអស់គ្នា merci beaucoup à vous et merci à tous à l'école អរគុណដល់ tous à l'école ដូចគ្នាបាទ merci ជួបគ្នានៅវីដេអូក្រោយ au revoir